สดงในตอนนี้จังในขนมวิดีโอนี้ខ្ញុំនឹងបង្ហាញในตอนนี้តកតងជាមួយនឹងការកំណត់ម៉ោងនិងថ្ងៃទីនៅក្នុងកុំព្យូទ័ររបស់យើងឲ្យបានត្រឹមត្រូវអញ្ចឹងជាទូទៅនៅពេលដែលគ្នាយើងទិញកុំព្យូទ័រដំបូងអ្នកនរគ្នាតែងឃើញម៉ោងវាលក្ខណៈបែបនេះវាមានថ្ងៃទី1ខែ3 2026ប៉ុន្តែខ្ញុំចង់កំណត់ឲ្យវាចេញជាអក្សរអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមវិធីសាស្ត្រមួយនេះបានអញ្ចឹងដំបូងអ្នកនរគ្នាគ្រាន់តែចុច Win key បូកជាមួយនឹងអក្សរ O បាទហើយនៅត្រង់ចំណុចនេះអ្នកនរគ្នាអាចវាយcontrol បាទបន្តមកទៀតអ្នកនរគ្នាចុច OK បាទហើយបន្តមកទៀតនៅត្រង់កន្លែងchange time ត្រង់នេះអ្នកនរគ្នាចុចពីលើវាមកបាទបន្តមកវា pop up ទាំង region នេះមកតើមកអ្នកនរគ្នាជ្រើសរើសពី additional setting បាទហើយវាចេញផ្ទាំងមួយនេះចឹងផ្ទាំងនេះគឺមាន tab ចំនួន4ទី1 number currency time ហើយនិង date អញ្ចឹងយើងចូលមកត្រង់កន្លែង time នេះមកបាទអញ្ចឹងម៉ោងត្រង់នេះបើសិនជាអ្នកនរគ្នាចង់ដាក់12ម៉ោងធម្មតាគឺយើងត្រូវដូរវាជាអក្សរ H ទូចទាំងពីរប៉ុន្តែបើក្នុងករណីនេះអក្សរ H ធំទាំងពីរនេះគឺមានន័យថាម៉ោងនៅលើកុំព្យូទ័ររបស់អ្នកនរគ្នាគឺវាដើរ24ម៉ោងឧទាហរណ៍ថាម៉ោង1គឺវាចេញម៉ោង13ដល់ម៉ោង2ចេញម៉ោង14អញ្ចឹងទៅចឹងបើយើងអត់ចង់បានបែបហ្នឹងទេយើងចេញតែម៉ោងធម្មតាត្រឹម12ម៉ោងចឹងអ្នកនរគ្នាអាចវាយអក្សរ A តូចបែបនេះបើបន្តមកទៀតអ្នកនរគ្នាចូលមកកាន់ត្រង់កន្លែង date បាទហើយនៅត្រង់ចំណុចនេះខ្ញុំនឹងបញ្យល់ចឹងតើតើមួយថ្ងៃទីអ្នកនរគ្នាអាចសរសេរ tray បែបនេះក៏បានបាទ tray បែបនេះក៏បានឬក៏អ្នកនរគ្នាអាចសរសេរ slash ក៏បានដែរ slash ឧទាហរណ៍ថ្ងៃទី1បាទ slash យកទៅខែប្រហែលខែ3បាទ slash 2026អញ្ចឹងថ្ងៃទីយើងអាចសរសេរបែបនេះក៏បានឬក៏សរសេរបែបនេះក៏បានអញ្ចឹងខ្ញុំនឹងបញ្យល់ពីទម្រង់ដែលយើងនឹងត្រូវដាក់នៅក្នុងការកំណត់ម៉ោងនិងថ្ងៃទីនៅក្នុងកុំព្យូទ័ររបស់យើងនេះនៅត្រង់ចំណុចមួយនេះបាទមួយនេះអញ្ចឹងទម្រង់ទាំង3នេះទាំង4នេះអ្នកនរគ្នាចង់បានមួយណាក៏បានអញ្ចឹងបើយើងដាក់ទម្រង់ D2 ជាមានន័យថ្ងៃទីយើងចេញ2ឧទាហរណ៍ថ្ងៃទី1គឺវាចេញ01បែបនេះ2ខ្ទង់ណាអញ្ចឹងបើយើងខែតំណាងឲ្យអក្សរ M អញ្ចឹងបើយើងដាក់ M3 អញ្ចឹងខែនឹងចេញអក្សរ3ខ្ទង់បែបនេះបន្ទាប់មកឆ្នាំបើយើងដាក់4អញ្ចឹងវានឹងចេញ2026អញ្ចឹងគឺទម្រង់មួយនេះអញ្ចឹងបើអ្នកនរគ្នាចង់បានទម្រង់ថ្ងៃទីនៅលើកុំព្យូទ័របែបនេះអ្នកនរគ្នាអាចដាក់កំណត់ format ទម្រង់បែបនេះមកមួយទៀតបើសិនបើអ្នកនរគ្នាចង់ទេអ្នកនរគ្នាចង់ចេញឲ្យវាចេញថ្ងៃទីតមកខែពេញហើយនិងឆ្នាំពេញគឺអ្នកនរគ្នាគ្រាន់តែបន្ថែម M នៅត្រង់ចំណុចនេះមួយ M4 គឺមានន័យថាខែពេញតួអក្សរអញ្ចឹងវានឹងចេញទម្រង់បែបនេះមួយទៀតបើអ្នកនរគ្នាចង់ឲ្យវាចេញថ្ងៃដែរឥឡូវឧទាហរណ៍ថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងអ្នកនរគ្នាអាចកំណត់ D3 នៅខាងមុខអញ្ចឹង D3 នៅខាងមុខនេះគឺជាថ្ងៃក្នុងមួយសប្តាហ៍ថ្ងៃច័ន្ទគីពុធពហៈរហូតដល់ថ្ងៃអាទិត្យអីចឹងទៅបន្តមក D2 តំណាងឲ្យថ្ងៃទីចំណុច M3 តំណាងឲ្យខែដែលមាន3តួអក្សរ Y4 តំណាងឲ្យឆ្នាំអញ្ចឹងអ្នកនរគ្នាអាចកំណត់ទម្រង់បែបនេះនៅត្រង់កន្លែងប្រអប់នេះចឹងអ្នកនរគ្នានឹងបានថ្ងៃទីនៅលើកុំព្យូទ័រទម្រង់បែបនេះមួយទៀតចុងក្រោយបើសិនជាក្នុងករណីអ្នកនរគ្នាចង់ឲ្យវាចេញពេញទាំងអស់តែម្ដងដូចថ្ងៃពេញថ្ងៃទីតមកខែពេញហើយឆ្នាំពេញចឹងអ្នកនរគ្នាអាចកំណត់ D4 ដងនៅខាងមុខតំណាងឲ្យថ្ងៃច័ន្ទគីពុធពហៈហ្នឹង D2 នៅខាងមុខនេះតំណាងឲ្យថ្ងៃទីហើយនឹង M4 តំណាងឲ្យខែនិង Y4 តំណាងឲ្យឆ្នាំចឹងនៅពេលដែលអ្នកនរគ្នា format ទម្រង់បែបនេះចឹងទម្រង់ថ្ងៃទីនៅលើកុំព្យូទ័ររបស់យើងនឹងចេញបែបនេះអូខេចឹងខ្ញុំចង់បានទម្រង់ខាងក្រោមនេះចុះថ្ងៃទីរបស់យើងអញ្ចឹងទេនេះជាក់ស្ដែងគឺបែបនេះទី1ខែ3 2026បាទអញ្ចឹងខ្ញុំចូលមកកាន់ប្រអប់នៃការកំណត់តារាងម៉ោងថ្ងៃទីរបស់យើងវិញអញ្ចឹងខ្ញុំកំណត់ D4 ដើម្បីចេញថ្ងៃពេញតួអក្សរ D2 បាទដើម្បីចេញថ្ងៃទី2ខ្ទង់ M4 តួអក្សរដើម្បីកំណត់ខែចេញអក្សរពេញហើយនឹង Y4 ដើម្បីកំណត់ឆ្នាំមកចេញពេញដូចគ្នាបាទបន្តមកអ្នកនរគ្នាមើលនៅត្រង់ចំណុចនេះអញ្ចឹងនៅពេលដែលខ្ញុំចុច apply បាទនេះអញ្ចឹងគឺវាធ្វើការដូរថ្ងៃអាទិត្យទី1ខែ3 2026តើមកអ្នកនរគ្នាចុច OK អញ្ចឹងតើតងមួយការកំណត់ម៉ោងនិងថ្ងៃទីនៅក្នុងកុំព្យូទ័របានត្រឹមត្រូវគឺខ្ញុំមានប៉ុណ្ណឹងបើអ្នកនរគ្នាមានចម្ងល់អាច comment នៅក្រោមវីដេអូនេះបានជួបគ្នានៅវីដេអូក្រោយ